បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះអៀកច័ន្ទឆៃថ្ងៃនេះខ្ញុំមកធ្វើការអាន statement ដែលលោកគ្រូបានដាក់ឲ្យទាំងអស់មានដូចជា7 example example ទី1គឺ select first name និង salary ចេញពី table employee ដែលមាន department ID ស្មើ30និង salary ធំជាង 5000 ហើយ example ទី2គឺ select first name salary select first name និង salary ចេញពី table employee ដែលមាន department ID ស្មើ30ឬក៏ salary ធំជាង 5000 ហើយចំពោះ example ទី3គឺ select first name salary ចេញពី table employee ដូចគ្នាដែលមាន department ID ស្មើ30និង salary ធំជាង 5000 ឬក៏តូចជាង 3000 ហើយចំពោះទី4គឺ select first name ចេញពី table employee ដូចគ្នាដែលមាន first name ផ្ដើមដោយអក្សរ S និង department ID ស្មើ20ចំពោះ example ទី5គឺ select first name from employee ដែលមាន department លេខ10និងលេខ20ឬក៏ salary ធំជាង 8000 ចំណែកទី6 select first name salary ចេញពី table employee ដែលមានដែល select យកតា salary ចន្លោះពី3000ទៅដល់8000និង department ID ស្មើ30ហើយចំពោះ example ចុងក្រោយគឺ select first name ចេញពី table employee ដែលយកតាmanager ID ស្មើណាល់ឬក៏ department ID ស្មើលេខ10បាទលោកគ្រូចំពោះការអាន statement គឺមានតែប៉ុណ្្នឹងទេអរគុណជំរាបលាលោកគ្រូ